នៅស្រុកនេះចង់ញ៉ាំពងទាតតែកំងគេយូរយូរបានមានម្ដងចឹងហើយមានតែពងមាន់ហ្នឹងហើយដែលគេស្រួលញ៉ាំហើយពងមាន់ប្រៃនេះដែរខ្ញុំដាក់រយៈពេល3អាទិត្យឲ្យបងប្អូនល្មមឆ្ងាញ់តែម្ដងហើយចំពោះវិធីធ្វើវិញគឺខ្ញុំប្រើម្សៅប្លេកុំភ្លេម៉ាក់នេះខ្ញុំដាក់1ស្លាបព្រាបាយបន្ទាប់មកខ្ញុំដាក់អំបិល1ស្លាបព្រាបាយហើយយើងកូរវាឲ្យបានសព្វគ្នាបន្តិចមកបន្ទាប់មកយើងដាក់ទឹកចូលយើងកូរម្សៅនឹងជាមួយទឹកឲ្យរាងផុសៗយើងកុំដាក់ឲ្យរាវពេកពេលដែលម្សៅយើងហើយនឹងអំបិលបានចូលសព្វគ្នាល្អហើយខ្ញុំយកពងមាន់នោះទៅជ្រលក់នៅក្នុងម្សៅបន្ទាប់មកខ្ញុំមានអំបិលមួយចានទៀតយើងជ្រលក់ឲ្យបានសព្វរាងសើមតិចមកខ្ញុំយកទៅជ្រលក់ជាមួយអំបិលយើងជ្រលក់តតែជោគអំបិលតែម្ដងយើងធ្វើអញ្ចឹងដូចពងមាន់គេធ្វើប្រៃនៅស្រុកយើងគេប្រឡាក់ជាមួយនឹងផេះហើយនឹងបបរដោយសារតែនៅនេះអត់មានផេះដល់ពេលអញ្ចឹងហើយខ្ញុំរកវិធីធ្វើយ៉ាងណាឲ្យបានដូចស្រុកខ្មែរយើងហើយវិធីធ្វើនេះដែរយើងអាចទុកពងមាន់បានយូរជាងដែលយើងត្រាំជាមួយនឹងទឹកអំបិលយើងត្រាំទឹកអំបិលគឺលះបានញ៉ាំប៉ុន្តែយើងទុកអត់បានយូរទេយើងប្រឡាក់អស់ហើយខ្ញុំដាក់ទុកនៅក្នុងចានធំចឹងមួយមកហើយខ្ញុំសរសេរថ្ងៃខែបន្ទាប់មកបានប្រហែលជា3អាទិត្យឥឡូវនេះខ្ញុំយកមកបកហើយនឹងស្ងោរមួយសាកមើលចំពោះវិធីស្ងោរវិញខ្ញុំស្ងោរធម្មតាបងប្អូនយើងដាក់ស្ងោរដាំទឹកឲ្យពុះហើយយើងស្ងោរ10នាទីមកហើយពេលដែលយើងស្ងោរឲ្យពងមាន់ស្រែថ្មីអញ្ចឹងបងប្អូនគឺថាសាច់ឡើងទន់ផ្អែមឆ្ងាញ់យកមែនតើអត់សូវប្រៃទេគឺថាប្រៃមកល្មមបងប្អូនចង់ប្រៃខ្លាំងអីបងប្អូនទុកឲ្យរៀងយូរតិចទៅប្រហែលជាមួយខែកន្លះអីទៅហើយយើងធ្វើរបៀបនេះបងប្អូនទុកយូរអត់ចេះខូចទេបងប្អូនទុកយូរគឺកាន់តែល្អខ្ញុំស្ងោររយៈពេល10នាទីគឺថាឆ្អិនល្មមតែម្ដងហើយអត់ប្រៃខ្លាំងឯងប្រៃមកល្មមឆ្ងាញ់